បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនប្រត់ភ្នោញាក់ភ្នែកតើពុកម៉ែបងប្អូនធ្លាប់មានប្រត់ភ្នោញាក់ភ្នែកដែរទេតើពុកម៉ែបងប្អូនជឿទៅលើការប្រត់ភ្នោញាក់ភ្នែកនេះដែរឬទេបាទក្នុងក្បួនតម្រានេះខ្ញុំនឹងលើកយកតាក់ទងនឹងប្រត់ភ្នោញាក់ភ្នែក12ចំណុចជូនពុកម៉ែបងប្អូនដូចតទៅទី1បើសិនជាពុកម៉ែបងប្អូនប្រភ្នោញាក់ភ្នែកនៅកណ្ដាលអាត្រៀតប្រហែលជាម៉ោង1ដល់ម៉ោង3យប់បើញាក់ភ្នែកឆ្វេងនោះមានន័យថានឹងមានអ្នកធំមកជួយពនុបបង្រងដល់ខ្លួនអ្នកបើញាក់ភ្នែកស្ដាំនឹងបានភេទជ្ជៈឬក៏ម្ហូបចំណីអាហារយ៉ាងឆ្ងាញ់ទី2បើសិនជាពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកនៅម៉ោង3យប់ដល់ម៉ោង5ជិតភ្លឺបើញាក់ភ្នែកឆ្វេងមានន័យថានឹងមានសេចក្តីទុក្ខព្រួយមកដល់ជាមិនខានតែបើញាក់ភ្នែកស្ដាំនឹងមានមនុស្សស្រីនឹងនឹករលឹកដល់អ្នកផងដែរបាទទី3ប្រសិនបើជាពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកនៅម៉ោង5ជិតភ្លឺដល់ម៉ោង7ព្រឹកបើញាក់ភ្នែកឆ្វេងនឹងមានមនុស្សមកពីស្រុកឆ្ងាយបើញាក់ភ្នែកស្ដាំវិញថានឹងមានការល្អកប់ចិត្តដល់ខ្លួនជាមិនខានទី4ប្រសិនបើជាពុកម៉ែបងប្អូនប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង7ភ្លឺដល់ម៉ោង9ព្រឹកបើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវជាន់ខ្ពស់មកដល់តែបើញាក់ភ្នែកស្ដាំវិញថានឹងមានសេចក្តីសុខសប្បាយយ៉ាងប្រសើរទី5បើសិនជាពុកម៉ែបងប្អូនប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង11ព្រឹកបើញាក់ភ្នែកឆ្វេងថានឹងបានភេទជ្ជៈនិងម្ហូបចំណីបរិភោគយ៉ាងឆ្ងាញ់តែបើញាក់ភ្នែកស្ដាំវិញថានឹងមានការកំណាចអាក្រក់មកដល់ខ្លួនអ្នកមិនខានទី6ពុកម៉ែបងប្អូនប្រភ្នោញាក់ភ្នែកពីម៉ោង11ព្រឹកដល់ម៉ោង1រសៀលបើញាក់ភ្នែកឆ្វេងថានឹងមានលៀបយ៉ាងប្រសើរដល់ខ្លួនជាមិនខានតែបើញាក់ភ្នែកស្ដាំវិញថានឹងបានសេចក្តីល្អកប់ចិត្តតូចមកដល់ខ្លួនផងដែរទី7បើពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកពីម៉ោង1ល្ងាចដល់ម៉ោង3ល្ងាចបើញាក់ភ្នែកឆ្វេងថានឹងមានគ្រោះថ្នាក់ត្រូវបង្ខាតប្រកាសជាមិនខានតែបើញាក់ភ្នែកស្ដាំវិញថានឹងមានមនុស្សស្រីនឹករលឹកដល់ខ្លួនអ្នកផងដែរទី8បើពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង3ល្ងាចទៅដល់ម៉ោង5ល្ងាចបើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវមកដល់តែបើញាក់ភ្នែកស្ដាំវិញថានឹងមានភ្ញៀវមកពីស្រុកឆ្ងាយមកដល់ផងដែរទី9បើពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង5ល្ងាចទៅដល់ម៉ោង7យប់បើញាក់ភ្នែកឆ្វេងភ្ញៀវនឹងមកដល់តែបើញាក់ភ្នែកស្ដាំវិញនោះថានឹងបានជួបជុំគ្នាយ៉ាងប្រសើរទី10បើពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង7យប់ដល់ម៉ោង9យប់បើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវមកដល់តែបើញាក់ភ្នែកស្ដាំវិញថានឹងមាននិមឺនភ្នាក់ងាររាជការមកចាប់កំហុសដល់ខ្លួនផងដែរទី11ប្រសិនជាពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង9យប់ដល់ម៉ោង11អាត្រៀតបើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវមកដល់បើញាក់ភ្នែកស្ដាំវិញថានឹងបានប្រជុំគ្នាទី12ប្រសិនជាពុកម៉ែបងប្អូនមានប្រភ្នោញាក់ភ្នែកចាប់ពីម៉ោង11យប់ដល់ម៉ោង1យប់បើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវមកដល់តែបើញាក់ភ្នែកស្ដាំវិញថានឹងមានអ្វីខុសក្នុងផ្លូវច្បាប់រាជការជាមិនខាន
បាទតកតងនឹងពុកម៉ែបងប្អូនមានប្រភ្នូញាក់ភ្នែកនេះមានលក្ខណៈផ្សេងពីគ្នាអ្នកខ្លះមានលក្ខណៈញាក់ទៅតាមការសម្គាល់របស់ខ្លួនជាស្ដែងខុសពីតម្រាក៏មានដែរបាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិននេះពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាបាទសូម